នៅពេលដែលខ្ញុំឃើញជនជាតិបរទេសធ្វើវីដេអូផ្សព្វផ្សាយអំពីប្រាសាទខ្មែរដ៏ល្បីល្បាញមួយនេះខ្ញុំចាប់ផ្ដើមគិតខ្លួនឯងទៀតថាហេតុអ្វីខ្ញុំមិនព្រមធ្វើវីដេអូផ្សព្វផ្សាយពីអរិយធម៌វប្បធម៌របស់ប្រទេសខ្មែរទៅកាន់ពិភពលោកក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបខ្ញុំពិតជាស្ញប់ស្ញែងទៅដល់បុព្វបុរសខ្មែរនៅសម័យអង្គរមែនទែនហេតុអ្វីពួកគាត់មានសមត្ថភាពដ៏អស្ចារ្យខ្លាំងម្ល៉េះអាចកសាងប្រាសាទមួយនេះទាំងសម័យនោះគ្មានសូម្បីតែគ្រឿងចក្រទំនើបសម្ភារៈសំណង់ដែលមានបច្ចេកទេសខ្ពស់អីក៏មានដែរនិយាយរួមទៅពួកគាត់ប្រើកម្លាំងបាយសុទ្ធហ្មងដើម្បីកសាងប្រាសាទដ៏ធំអស្ចារ្យមួយនេះតើអ្នកទាំងអស់គ្នាមានឆ្ងល់ដូចខ្ញុំដែរអត់តើនៅសម័យនោះគេប្រើប្រាស់ចំនួនមនុស្សចំនួនប្រមាណអ្នកទៅថ្មចំនួនប្រមាណដុំប្រមាណផ្ទាំងទៅហើយមកshowបាយអីដើម្បីគេដឹកជញ្ជូនពីកន្លែងដែលគេកាត់ថ្មយកមកទីតាំងការដ្ឋានសាងសង់ហើយគេដំឡើងថ្មទាំងអស់នោះកើចូលគ្នាឲ្យមានលំនឹងមិនដួលឲ្យរបៀបមិនទៅដូច្នេះហើយខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកទស្សនាពីសំណង់អច្ឆរិយៈដ៏អស្ចារ្យរបស់ប្រាសាទអង្គរវត្តប្រាសាទអង្គរវត្តគឺត្រូវបានចាត់ទុកជាបេតិកភណ្ឌពិភពលោក World Heritage ដោយអង្គការ UNESCO នៅឆ្នាំ1992ប្រាសាទអង្គរវត្តមានបណ្ដោយ 1.5 គីឡូម៉ែត្រលាតសន្ធឹងពីកើតទៅលិចថែមទាំងមានទទឹងចំនួន 1.3 គីឡូម៉ែត្រលាតសន្ធឹងពីជើងទៅត្បូងនៅដើមទសវត្សរ៍ទី12ឆ្នាំ1113ប្រាសាទអង្គរវត្តត្រូវបានចាប់ផ្ដើមសាងសង់ឡើងដោយស្នាប្រហ័សរបស់ព្រះមហាក្សត្រខ្មែរព្រះនាមព្រះបាទសូរ្យវរ្ម័នទី2ការសាងសង់សំណង់ដ៏អស្ចារ្យមួយនេះត្រូវចំណាយពេលជិត30ឆ្នាំគិតរួមទៅអាចបញ្ចប់ការសាងសង់នៅឆ្នាំ1150វិធីដែលគេកោបទាំងថ្មមួយដុំបញ្ចូលគ្នាហើយឆ្លាស់រងគ្នាទៅវិញទៅមកគឺជាមកshowបាយគោដែលមនុស្សសម័យនោះសាងសង់ប្រាសាទឡើងហើយមនុស្សសម័យនោះគាត់បានចំនួនថ្មដ៏ច្រើនមហិមាមកពីណាក៏ពិតគឺពួកគាត់បានមកពីភ្នំគូលែនដែលមានចម្ងាយប្រហែលជា60គីឡូម៉ែត្រពីទីតាំងការដ្ឋានរបស់ប្រាសាទអង្គរវត្តប៉ុន្តែផ្ទាំងថ្មដែលមាននៅក្នុងគូលែននេះគឺជាប្រភេទផ្ទាំងថ្មលាតធំទេប៉ុន្តែអ្វីដែលពួកគេត្រូវការគឺត្រូវការកាត់ផ្ទាំងថ្មធំទាំងអស់នោះខ្លាយទៅជាដុំបំណែកតូចៗដែលពួកគាត់អាចស្រួលក្នុងការដឹកជញ្ជូនក៏ដូចជាស្រួលយកទៅដំឡើងនៅឯប្រាសាទដូច្នេះហើយមនុស្សសម័យនោះគឺមានគូក្បាលឆ្លាតវៃមែនទែនពួកគាត់បានច្នៃជាដំបងលោហៈដែលងាយស្រួលក្នុងការកាន់ហើយមានមុខវាស្រួចដើម្បីងាយស្រួលដាប់បបែកថ្មដែលជាផ្ទាំងធំហើយជាថ្មផ្ទាំងតូចបានជាពិសេសពួកគាត់បានបន្ថែមនៅញញូក៏ដូចជាពន្លាកដូចជាត្រសេះផ្សេងដើម្បីពួកគាត់អាចកាត់ផ្ដាច់អ្វីដែលជាផ្ទាំងថ្មធំនោះឲ្យជាថ្មតូចដែលពួកគាត់ចង់បានហើយពួកគាត់នឹងបញ្ជូនវាទៅតាមផ្លូវទឹកពួកគេក៏បានសាងសង់ជាក្បូនដែលធ្វើអំពីឫស្សីដែលមានលទ្ធភាពនៅក្នុងការទ្រទ្រង់ទម្ងន់ថ្មច្រើនគួរសមដែរជាច្រើនតោនដែលអាចបណ្ដែតពីទីតាំងដែលពួកគេកាត់ពីភ្នំគូលែននេះដើម្បីគាត់បណ្ដែតតាមទឹកទន្លេឆ្ពោះទៅកាន់ទីតាំងការដ្ឋានសាងសង់នៅឯប្រាសាទអង្គរវត្តហើយនៅពេលដែលយើងបញ្ជូនទៅតាមក្បូនធ្វើអំពីឫស្សីនោះទៅដល់គឺមិនទាន់ដល់ប្រាសាទហ្មងទេអញ្ចឹងគឺត្រូវធ្វើការផ្លាស់ទីទៅតាមផ្លូវគោកបន្ថែមទៀតមនុស្សសម័យនោះគឺប្រើសត្វដំរីបើយើងគិតទៅតាមឯកសារប្រវត្តិសាស្ត្រប្រហែលជាខ្ទង់60,000ក្បាលសត្វដំរី60,000ក្បាលដើម្បីពួកគាត់ចល័តដុំថ្មជាច្រើនដុំដែលគាត់ដឹកតាមក្បូនឫស្សីមកតាមទឹកនឹងទៅកាន់ការដ្ឋានសាងសង់ប៉ុន្តែបើសិនជាប្រភេទសម្ភារៈសំណង់ដែលមានទម្ងន់ស្រាលឬក៏ធម្មតាដឹកជញ្ជូនមនុស្សទេគឺពួកគេប្រើសត្វក្របីជាមួយនឹងសត្វគោដែលមានរទេះទៅវិញដើម្បីពួកគេចំណេញក្នុងការមិនប្រើដំរីទាំងអស់ទេទុកតែដំរីប្រើលក្ខណៈធន់ធ្ងន់ដូចជាផ្ទាំងថ្មអញ្ចឹងវិញបើយោងទៅតាមអង្គការអប្សរាដែលគាត់គូបបញ្ជាក់នៅក្នុងការប្រើប្រាស់គ្រឹះរបស់មនុស្សសម័យនោះគឺគេសាងសង់ជាកាសិនបន្ទាប់មកទៀតគេបង្ហូរខ្សាច់ចូលទៅក្នុងកាសិននោះហើយគេនឹងចាប់ផ្ដើមបង្ហូរទឹកជំវិញដើម្បីធានារក្សាលំនឹងសំណង់ប្រាសាទកុំឲ្យបាក់ស្រុតនៅពេលដែលគេផ្លាស់ទីសម្ភារៈសំណង់ទៅដល់គោលដៅគេហើយគេប្រើប្រព័ន្ធលើកដោយខ្សែពួរហើយនឹងរកវិធីនេះធ្វើឲ្យគេអាចលើកនៅទម្ងន់របស់ទាំងថ្មមួយដុំធ្ងន់បែបនេះស្ទូចទៅដាក់គោលដៅឲ្យចំទីតាំងដែលគេយកទៅដំឡើងវាបើយោងទៅតាមឯកសារប្រវត្តិសាស្ត្រដែលគេបានស្រាវជ្រាវការសាងសង់របស់ប្រាសាទអង្គរវត្តគឺគេចាប់ផ្ដើមចេញពីចំណុចកណ្ដាលរបស់ប្រាសាទមុនប្រាសាទដែលនៅចំកណ្ដាលគ្នាដែលបងប្អូនឃើញខ្ពស់ជាងគេគឺមានកម្ពស់ប្រហែលជា65ម៉ែត្រហើយរុំព័ទ្ធទៅដោយគុំប្រាសាទចំនួន4ទៀតដែលនៅជុំវិញវាអ្នកទាំងអស់គ្នាបើយើងក៏លេចមើលទៅជញ្ជាំងរបស់ប្រាសាទវិញគួរឲ្យស្រឡាញ់មែនទែនរូបចម្លាក់ឆ្លាក់អូយពួកគេឆ្លាក់មែនទែនសម័យនោះប្រើតាមតែញញូជាមួយនឹងពន្លាកឯងហើយពួកគាត់ឆ្លាក់រូបរាងនៃអប្សរារូបរបស់មនុស្សនៅសម័យនោះតាមអរិយធម៌ខ្មែរនៅសម័យអង្គរពោពេញទៅដោយភាពប៉ិនប្រសប់ហើយល្អឥតខ្ចោះមែនទែនដូច្នេះហើយបានជាប្រាសាទនេះមកដល់បច្ចុប្បន្នមានអាយុកាលជិត900ឆ្នាំហើយនៅតែល្បីល្បាញទូទាំងសកលលោក